បើក្បាលវីដេអូមកឃើញតែផ្កាកុលាបជាមួយអាងហើយទឹកហ្នឹងចេញមកគឺដឹងតែប្លុករ៉ូមែនទិកឯត្រូវអត់អ្នកដល់គ្នាចឹងវីដេអូនេះសម្រាប់ប្រពន្ធថ្មីថ្មោងទំរៀបការហើយអត់ដឹងថា honeymoon នៅណាអត់ចាំបាច់ទៅស្រុកគេអ្នកនរគ្នាមកដល់លេងស្រុកខ្មែរយើងសិនចាំទៅស្រុកគេទីតាំងដែលខ្ញុំទៅនេះគឺមានឈ្មោះថា Full Moon Island Resort ដែលនៅក្នុងទីតាំងកោះ7នៅខាងមឡុកកោះស្ដេចយើងនឹងឯងអញ្ចឹងដំបូងយើងត្រូវធ្វើដំណើរទៅខាងកោះស្ដេចទៅដល់គេមានចំណតឡានហើយអញ្ចឹងយើងចតឡានផ្ញើឡាននៅទុកហ្នឹងទៅគេresort គេមានឧបករណ៍មកយកយើងហើយអញ្ចឹងបន្ទាប់ពីយកយើងពីកន្លែងចំណតឡានហ្នឹងហើយគឺមកដល់ resort គេហើយអញ្ចឹងពេលមកដល់ resort គឺគេមាន welcome drink ឲ្យយើងម្នាក់មួយកែវអញ្ចឹងយើងផឹកទៅវាក្តៅអាកាសធាតុក្តៅមិនទឹកនឹងក្តៅទឹកនឹងត្រជាក់អញ្ចឹងវាស៊ីគ្នាអ្នកនរគ្នាឲ្យមើលទេសភាពអ្នកនរគ្នាគូទឹកនិយាយពីថាខៀវហ្មងឃើញទឹកសមុទ្រពណ៌ហ្នឹងហើយគឺមានជាការចង់ចោះហែទឹកលេងកាយៈក៏មកកាថ្មចាប់ថយចាប់ក្តាមអីពេញហ្នឹងហ្មងអ្នកនរគ្នាប៉ុន្តែមុននឹងយើងធ្វើសកម្មភាពពេញទាំងអស់ហ្នឹងគឺយើងទៅរកបន្ទប់យើងគេងសិនអញ្ចឹងដំណើរពីកន្លែងreceptionist ហ្នឹងទៅកន្លែងគេងរបស់យើងវារៀងឆ្ងាយគួរសមដែររៀងដើរឆ្ងាយដែរអញ្ចឹងណាអញ្ចឹងតែនៅពេលដើរតាមផ្លូវហ្នឹងទៅវាជា resort វាជាកោះអញ្ចឹងទុំមេឃរៀងក្តៅក៏ដោយប៉ុន្តែយើងចូលទៅក្នុងហ្នឹងគឺមានអារម្មណ៍ថាខ្យល់សមុទ្រលះហើយភាពត្រជាក់ចេញពីទឹកសមុទ្រមកវាអត់ក្តៅដូចយើងនៅកណ្ដាលថ្ងៃហាលនៅទីក្រុងឯណាដល់គ្នាគឺវាមានភាពត្រជាក់ចេញពីដើមឈើអញ្ចឹងដើមឈើគេដាំជុំវិញផ្លូវដើរដែលយើងទៅ resort របស់យើងហ្នឹងទៅកន្លែងគេងរបស់យើងតែនៅហ្នឹងក៏អត់សូវមានកតុកច្រើនណាស់អ្នកនរដូចយើងច្រើនមាន10-20កតុកទេតែកតុកមួយតម្លៃវាខុសគ្នាអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកគេងនៅ Studio Sun ហ្នឹងនៅចុងគេហ្មងអ្នកទាំងគ្នានៅជាប់ហ្នឹងដូចជា Studio Moon អញ្ចឹងខ្ញុំ Studio Sun និយាយទៅនៅកតុបនៅចុងគេហើយអ្នកនរគ្នាអាចមើលកតុបបានគឺគេធ្វើនៅលើទឹកសមុទ្រហ្នឹងហ្មងអ្នកទាំងអស់គ្នាហើយនេះក្នុងកតុបហ្នឹងចូលមកគេមាន Tube bath គេហ្នឹងគឺបែរមុខទៅមាត់សមុទ្រហ្មងគឺអ្នកទាំងអស់គ្នា Tube bath ដើរគឺ enjoy the view មាត់សមុទ្រចេះហ្មងអ្នកទាំងអស់គ្នាអើយអ្នកទាំងអស់គ្នាសម័យមើលលេងដូចខ្ញុំបើវីដេអូអញ្ចឹងទៅយើងបើកទឹកមកយើងដាក់ផ្កាកលាបមកចុះពេលហ្នឹងយើងទៅ honeymoon ណោះកប់សេរីមើលទៅស្ទាបទ្វារនឹងបើកបានទៀតចង់បើកក៏បានអត់ក៏បានដែរហើយយើងស្ដាប់សលេងទឹកសមុទ្រ relax ណាស់អ្នកទាំងអស់គ្នាអើយយាយម៉ែនគួរតែចំណាយពេលទៅឲ្យស្គាល់បានម្ដងជីវិតគូគ្មានអី enjoy សប្បាយ romantic ដូច